សោះក៏គ្មានប៉ាទៅហើយអញប្រកាសជាហត់នឿយហើយអ្នកមេងខ្ញុំមិនហត់ទេអាចនៅជាមួយកូនមើលពួកគេធំបន្តិចម្ដងខ្ញុំមានសុភមង្គលណាស់ឯងនេះពិតជាស្រីល្អមែនបើបានធ្វើកូនប្រសាខ្ញុំមិនដឹងល្អយ៉ាងណាទេឯងធ្លាប់គិតទេថារកបុរសម្នាក់រស់នៅជាមួយគ្នាអ្នកមេងឥឡូវនេះខ្ញុំរស់នៅសុខសប្បាយទេមានមនុស្សប្រុសជួយគឺល្អជាងណែខ្ញុំរកកំឡោះម្នាក់ឲ្យឯងស្គាល់គ្នាបន្តិចទៅគេជាណាគឺជាសាច់ញាតិអ្នកជំងឺដែរទៅជួយសញ្ញេបន្តិចមកអ្នកមេងអ្នកផ្ទះអ្នកមេងមិនទាន់មកដល់ទេខ្ញុំទៅជួយសញ្ញេមុនចុះពួកឯងនៅទីនេះកំដរលោកយាយណាល្អម៉ាមីនាំខ្ញុំទៅតែងលោកពូសង្ហាមែនគឺដេតឌីមិនក៏មានក្មេង3នាក់ម៉ាក់យ៉ាងម៉េចហើយត្រូវឯងធ្វើខឹងនឹងទុកចិត្តចោះមិនទាន់ស្លាប់ទេមុនពេលបានចៅមកពោខ្ញុំមិនទៅណាដាច់ខាតលោកយាយម្នាក់នេះគឺជាម៉ាមីរបស់ដេតឌីចៃដន្យពេកហើយមាត់តិចតិចប្រយ័ត្នបន្តិចកុំធ្វើឲ្យបាច់ធ្លីក្មេងទាំង3នាក់នេះគឺជារឿងយ៉ាងម៉េចវិញគឺក្មេង3នាក់នេះហើយគេជួយខ្ញុំការពិតចឹងទេដេតឌីឯងហៅខ្ញុំថាម៉េចលោកអាចធ្វើជាដេតឌីខ្ញុំបានទេហេតុអីឲ្យខ្ញុំធ្វើជាដេតឌីឯងប្រពូមានរូបរាងសង្ហាអញ្ចឹងខ្ញុំធ្វើជាឪពុកឯងយ៉ាងម៉េចដែរម៉ាមីនិយាយថាមុនពេលពួកយើងកើតដេតឌីពួកយើងស្លាប់ហើយនាងដូចជឿអាងចឹងមិនដែលឃើញឪពុកតាំងពីតូចមកជីងគាត់មិនអាចធ្វើជាឪពុកយើងបានទេហេតុអីទៅបរោះកាន់តែសង្ហាកាន់តែមិនគួរឲ្យទុកចិត្តហត់ទេម៉ាមីនិយាយទៀតថាប្រុសសង្ហាមិនគួរឲ្យទុកចិត្តជាងជ្រូកព្រៃឡើងដើមឈើបានទៀតជីងអញត្រូវភ្ញាក់ខ្លួនបន្តិចកុំឲ្យភាពស្រស់ស្អាតពង្ពួកភ្នែកសងខាងបានពួកយើងគួរតែត្រម៉ាមីទេលោកយាយបាយលោកយាយបាយលោកយាយចាឯងឆាប់ទៅតាមពួកគេម៉ាក់គេទៅសញ្ញេថ្លៃពេទ្យឲ្យខ្ញុំហើយឯងទៅចាត់កាត់ទៅបាទឯងត្រូវទៅខ្លួនឯងគេជាអ្នកមានគុណរបស់ម្ដាយឯងជាអ្នកត្រូវអរគុណគេទៅផ្សំឡោះខ្ញុំទៅណាគឺនាងយ៉ាងឈិននាងមកទីនេះធ្វើអីមិនក៏គេមកមិនអាចឲ្យគេឃើញពួកឈៀងអត់ទេនាងមកទីនេះធ្វើអីមិនក៏ខ្ញុំមកមិនបានឬមួយមន្ទីរពេទ្យនេះជារបស់លោកនាងនិយាយត្រូវខ្ញុំមានភាពហ៊ុនធំនៅក្នុងមន្ទីរពេទ្យនេះអញ្ចឹងប្រធានចាំងក៏ទៅរីករាយទៅត្រែងយ៉ាងណាខ្ញុំមកទីនេះគឺមកឲ្យលើកដល់ប្រធានចាំងនាងមើលជំងឺមែនទេនាងមើលទៅមិនដូចឈឺទេខ្ញុំឈឺឬអត់មិនពាក់ព័ន្ធនឹងលោកទេមិនក៏ថាមិនពាក់ព័ន្ធនាងជាម្ដាយរបស់ជឿអាងនាងឈឺគឺប៉ះពាល់ដល់កូនរបស់ខ្ញុំឆាប់បកគលគេមកឲ្យខ្ញុំទៅប្រធានចាំងរងាប់អារម្មណ៍នេះទេសុខភាពខ្ញុំល្អណាស់ប្រកាសជារស់នៅយូរជាងប្រធានចាំងទៅទៀតមិនឈឺមកទីនេះធ្វើស្អីទៅឬមួយខ្ញុំមកពិនិត្យសុខភាពមិនបានទេលោកទៅវិញទេរវល់ខ្លាំងយ៉ាងនេះនៅមកមន្ទីរពេទ្យឬមួយក៏ស្ដាប់តាមសម្ដីខ្ញុំមកមន្ទីរពេទ្យព្យាបាលត្រង់នោះទេដឹងត្រង់នោះខ្ញុំគ្មានបញ្ហាទេមនុស្សប្រុសគ្រប់គ្នាសិតតែនិយាយចឹងប្រធានចាំងទុកចិត្តចោះខ្ញុំរក្សាអាចកំបាំងឲ្យព្យាបាលឲ្យបានល្អតែងហើយលោកធ្វើអីហ្នឹងបានជានាងបញ្ជាក់រហូតមកឆ្នាំនោះកន្លែងនោះខ្ញុំមិនកើវាចាំបាច់ត្រូវឲ្យនាងបម្រើសេវាកម្មលើកក្រោយលោកក៏មកអីសោះទីនេះជាមន្ទីរពេទ្យជាមន្ទីរពេទ្យដែលខ្ញុំបានគឺគ្មាននរណាហ៊ានប៉ះពាល់ទេម៉ាមីដាច់ខាតមិនឲ្យគេដឹងពីវត្តមានក្មេងៗទេឆេញក៏មើលទៀតអីប៉ុន្តែខ្ញុំមើលមិនទាន់ឆ្អែតផងបើអញមើលម៉ាមីនៅទីនេះគាត់នឹងអៀនហើយតែហើយកុំរំខានគាត់អីឆាប់ទៅពួកយើងឆាប់ទៅឆាប់ឡើងមើលទៅនាងពុតជាស្រ័យឃ្លានណាស់ក្រែងលោកជាអ្នកនិយាយថាចង់បម្រើសេវាកម្មក្រៅលក់មែនទេសេវាកម្មគ្រាន់បែខ្ញុំឲ្យ5ទៅលើបាយប្រធានចាងគ្រោះថ្នាក់ណាស់វិញត្រូវគេឃើញវត្តមានពួកឈៀងទៅហើយគេទៅបាត់ហើយមិនបានជួបទេអមិញនឹងទៅណាគេជួយជីវិតយើងមិនបានបង្ហាញការអរគុណទៅគេគ្មានសុជីវធម៌ខ្លាំងណាស់កុំបង្ខំគេបានសញ្ញេនៅលើនោះគឺប្រកាសជាមានឈ្មោះហើយក៏មានអាសយដ្ឋានទៀតផងទៅសញ្ញេបន្តិចគឺយកអំណោយខ្លះទៅឲ្យគេដែរទៅបាទធ្វើចឹងត្រូវហើយ
ពួកយើងមិនអាចឲ្យគេខាត់ទឹកចិត្តទេកូនប្រុសស្រីម្នាក់នេះស្អាតហើយល្អខ្លាំងទៀតបើឯងទៅដឹងនាងណា ម៉ាក់កុំនៅទីនេះសម័យទៀតអីគេមានកូនទៅហើយហ្នឹង មានកូនតើយ៉ាងម៉េចឯងមិនឃើញក្មេង3នាក់នោះគួរឲ្យស្រឡាញ់យ៉ាងណាទេអីបើឯងទៅដឹងស្រីផ្សេងមិនបានឃើញក្មេងៗគួរឲ្យស្រឡាញ់បែបនេះទៀតទេណា កូនប្រុសរបស់ខ្ញុំមិនចាញ់3នាក់នោះឡើយ ហេប្រពន្ធឯងគ្មានផងឯងសម័យថាមានកូនប្រុសហើយហីម៉ាក់និយាយយ៉ាងនេះឯងពិចារណាខ្លួនឯងទៅ ប្រធានចាំងស៊ើបបានហើយអ្នកដែលសញ្ញេនោះគឺប្រធានចាំងស៊ើបបានហើយអ្នកដែលសញ្ញេនោះគឺ រឿងបែបនេះចាំបាច់ប្រាប់ខ្ញុំដែរចាត់ការខ្លួនឯងបានហើយ ឈប់សិនស្រីម្នាក់នោះជាអ្នកមានគុណរបស់ខ្ញុំឯងមិនទៅអរគុណគេផ្ទាល់គឺគ្មានសុជីវធម៌ខ្លាំងណាស់ណាឥឡូវនេះសូម្បីឈ្មោះគេក៏មិនសួរទៀតជីវិតម៉ែឯងនៅក្នុងកៅភ្នែកអាសំអុយឯងគ្មានតម្លៃទេ និយាយមក អ្នកដែលសញ្ញេនោះគឺអឺនាន ដឹងហើយទៅចុះអេនានណាឈប់សិនច្បាស់ទេមិនមែនឈ្មោះជន់គ្នា មិនជន់គ្នាទេគឺអឺនាន មានន័យថាម៉េចពួកឯងស្គាល់គ្នាយូរហើយហ៎ មិនចម្លែកទេដែលខ្ញុំបានជួបនាងនៅទីនេះអញ្ចឹងឯតានាងស្រាប់តែមានសកម្មភាពនាងមិនចង់ឲ្យខ្ញុំឃើញនាងថានាងមានកូន3នាក់នាងបង្កើតកូន4នាក់ឲ្យខ្ញុំត្រូវទៅដើមកូនខ្ញុំមកវិញឲ្យទាល់ទេបាន ម៉ាមីមិនបានចូលចិត្តពូសង្ហានោះទេដឹង ពូសង្ហា គឺម្នាក់ដែលម៉ាក់ថាបនៅក្នុងមន្ទីរពេទ្យនោះអី ម៉ាមីគ្រាន់តែមិនបានប្រយ័ត្នមុខប៉ះត្រូវម៉ាមីមិនចូលចិត្តពូនោះទេ អូឈិញអើស្មានថាដេតឌីទៅហើយ ឯងចង់និយាយថាឲ្យពូម្នាក់នោះធ្វើជាដេតឌីមែនទេ មែនហើយឈិញអើចូលចិត្តពូម្នាក់នោះណា ឈិងអើ ឈិញអើ ឈិងអើ ឈិញអើមិនចូលចិត្តពូសង្ហានោះទេក៏មិនចង់បានដេតឌីដែរខ្ញុំចង់បានម៉ាមីម្នាក់គឺគ្រប់គ្រាន់ហើយ ម៉ាមីឆាប់ភ្លុំហូបនេះទៅតែយ៉ាក់ទៅមិនល្អទេ ម៉ាមីឆាប់ញ៉ាំទៅតើនៅក្តៅៗណា ឈិងអើអញក៏ត្រូវញ៉ាំឲ្យច្រើនដែរខ្ញុំដូចជាអាត្មានិយមពេកហើយក្មេងៗត្រូវការឪពុកម៉ាមីពួកយើងទៅតែង អើនាងចង់ឲ្យកូនខ្ញុំលូត្រីជាមួយនាងអស់មួយជីវិតមែនទេ ជឿអាងថ្ងៃក្រោយឯងនៅកំណត់ឈិងអើលេងនៅផ្ទះជាមួយពួកគេចុះម៉ាមីទៅលក់ត្រីម្នាក់ឯងបានហើយម៉ាមីខ្ញុំធ្វើមិនល្អត្រង់ណាមែនទេប្រកាសជាមិនមែនហើយជឿអាងពួកយើងគឺល្អបំផុតឯងជួយរវល់ការងារធំរបស់ម៉ាមីគ្រាន់តែម៉ាមីមិនចង់ឲ្យឯងហត់នឿយឯងនៅតូចយ៉ាងនេះខ្ញុំមិនតូចទេខ្ញុំ5ឆ្នាំហើយតែក៏មិនហត់នឿយដែរម៉ាមីលក់ត្រីម្នាក់ឯងប្រកាសជាលំបាកខ្ញុំចង់ជួយម៉ាមីអរគុណណាស់កូនជឿអាងអញគិតគូរឲ្យម៉ាមីសប្បាយចិត្តណាស់ប៉ុន្តែម៉ាមីទៅលក់ត្រីម្នាក់ឯងក៏បានដែរចាំថ្ងៃណារវល់លក់មិនឈ្នះចាំម៉ាមីឲ្យអញជួយល្អទេដល់ពេលនោះមិនត្រូវបដិសេធទេណាខ្ញុំប្រកាសជាមិនបដិសេធម៉ាមីហើយអញ្ចឹងសម្រាប់តាមនឹងហើយអញនៅផ្ទះកំដរឈៀងអើលេងឲ្យសប្បាយជាមួយពួកគេរងចាំម៉ាមីមកវិញណាម៉ាមីយ៉ាងម៉េចហើយនេះ នានខ្ញុំមកទិញត្រីទៀតហើយ អាយ៉ា លោកលីយកត្រីដូចមុនមែនទេ អាយ៉ាកុំចេះតែហៅលោកលើនោះណាស្ដាប់ទៅវាឆ្ងាយគ្នាខ្លាំងណាស់ហៅខ្ញុំថាបងលើទៅឬក៏ហៅសុងវៃលើយ៉ាងម៉េចដែរ យ៉ាងណាលោកជាភ្ញៀវហៅថាលោកលីអញ្ចឹងគឺល្អហើយ អើយទីនេះត្រីគេលក់ច្រើនណាស់មើលទៅខ្ញុំទិញតែកន្លែងនាងរហូតមកនាងថាទៅតើចិត្តខ្ញុំយ៉ាងម៉េចដែរទៅ អាចនឹងត្រីខ្ញុំត្រូវរសជាតិរបស់លោកលីទេដឹង នាន អើយមិនមែនត្រីនេះគឺត្រូវមាត់ខ្ញុំទេណាគឺនាងទៅវិញទេដែលត្រូវមាត់ខ្ញុំនាងនេះណាមិនចឹងទេនៅជាមួយខ្ញុំទៅរាល់ខែណាខ្ញុំឲ្យនាង500ចាយតាមចិត្តទៅ 500ឯងលោកលីចិត្តទូលាយមែន ត្រូវហើយចំពោះខ្ញុំមនុស្សស្រីគឺចិត្តល្អខ្លាំងណាស់យក500រាល់ខែទៅទេចាយស្រួលខ្លួនជាងលក់ត្រីទៅទៀតណាថ្ងៃក្រោយបំរើតែខ្ញុំម្នាក់ទឹកបានហើយយយ ខ្ញុំចូលចិត្តបំរើត្រីជាង
យ៉ាងណាត្រីគឺជាត្រីរហូតមនុស្សខ្លះមិនមែនជាមនុស្សរហូតទេ បានដៃថាម៉េចជេរខ្ញុំហ៎ លោកលីកុំយល់ច្រឡំគឺខ្ញុំជាមនុស្សប្រុសចោលមកសៀតដែលចាយលុយប្រពន្ធសោះតែយកលុយរបស់ប្រពន្ធមកធ្វើជាខ្លួនឯងចិត្តទូលាយ នៅថាបញ្ជេរខ្ញុំទៀតអីយ៉ាដូចជានាងនេះសំជេរខ្ញុំដែរទេនាងមានឋានៈស្អីគ្រាន់តែជាអ្នកលក់ត្រីធម្មតានឹង មែនហើយគឺខ្ញុំលក់ត្រីលោកគឺមកទិញត្រីដូច្នេះហើយសូមលោកគិតលុយទៅ42យន់ គិតលុយខ្មោចយកស្អីទៅខ្ញុំមិនទិញត្រីរបស់នាងទៀតទេកុំថាយើងមិនដឹងថានាងគឺជាស្រីហាច់ហើឲ្យសោះណាកូនរបស់នាងទាំងអស់នេះមិនដឹងជាទៅកើតជាមួយនឹងមនុស្សព្រៃម្នាក់ណានោះទេមែនទេ អ្នកណាជាមនុស្សព្រៃ ហេអ្នកណាចេះដឹងរឿងយើងខ្លាំងម្លេះវើយហីលោកប្រធានចាង មើលទៅស្គាល់ខ្ញុំមែនទេ ហើយស្គាល់លោកមានលុយ100លានមេគ្រួសារចាងទៀតផងចាងឆឹងនេះទាំងមូលណាស់ដែលថាមិនស្គាល់លោកទៅណាណាឃើញក៏ស្គាល់លោកដែរ ពិតមែនណាមនុស្សខ្លះជួបគ្នា2ដងក៏មិនស្គាល់គ្នាដែរ អាយ៉ាម្នាក់នោះប្រកាសជាខ្វាក់ភ្នែកហើយលោកប្រធានចាងត្រូវហើយលោកមានឋានៈខ្ពង់ខ្ពស់យ៉ាងនេះមិនក៏មកដើរផ្សារបែកបាក់បែបនេះទៅ ពួកយើងមិនទៅណាទេ ខ្ញុំក៏មិនទៅណាដែរខ្ញុំនៅក្បែរម៉ាមី ម៉ាមីមិនអាចមិនត្រូវការពួកយើងទេក្មេងឆ្កួនម៉ាមីមិនអាចមិនត្រូវការកូនកូនគេជាដេឌីរបស់កូនពួកកូនគ្រាន់តែត្រឡប់ទៅផ្ទះជាមួយដេឌីវិញ ពួកយើងមិនត្រូវការដេតឌីទេពួកយើងត្រូវការម៉ាមី ក៏មិនអាចបំបែកពួកយើងពីម៉ាមីដែរនោះមិនមែនជាផ្ទះទេកន្លែងមានម៉ាមីទៅជាផ្ទះប៉ុន្តែពួកឯងនៅជាមួយម៉ាមីគឺលំបាកណាស់ ឆេងអើចង់បានដេតឌីតែមិនចង់ឃើញម៉ាមីនៅ